ជំរាបសួរនាងខ្ញុំឈ្មោះរំចង់នរ៉ាខ្ញុំរស់នៅភូមិស្លាវទូងឃុំពោស្រុកត្បូងមានជ័យខេត្តព្រះវិហារបច្ចុប្បន្នខ្ញុំមានកូន2នាក់ហើយរាល់ថ្ងៃខ្ញុំធ្វើស្ត្រីមេផ្ទះជាស្ត្រីមេផ្ទះអត់មានការងារធ្វើរាល់ថ្ងៃខ្ញុំនៅមើលកូននៅផ្ទះមើលជ្រូកមើលមាន់អីចឹងទៅបច្ចុប្បន្នប្តីខ្ញុំនៅស៊ីឈ្នួលនៅពុកខឿនជួនកាលទៅខាងកាឡាពីមើលគោឲ្យគេមើលស្រែគេកាលពីមុននាងខ្ញុំធ្លាប់បានស្នើសុំបានសមត្ថភាពពីខាងភូមិឃុំដែរភូមិដែរតែអត់បានខ្ញុំគិតថាបើអត់មានខាងបងយុវជនមកខាងខ្ញុំគិតថាខ្ញុំអត់បានទេបើទៅស្នើពី3សារអត់ដែលបានផងព្រោះពីមុនមកខ្ញុំនៅជាមួយម៉ែពុកម៉ែខ្ញុំទៅគាត់រៀងធូរធារដែរតែពេលបច្ចុប្បន្នខ្ញុំបែកហើយជីវភាពក៏អត់ដូចដែលពួកគាត់ឃើញដែរបើសិនជាអត់ទទួលបានខ្ញុំមានការលំបាកពេលយើងចេញទៅពេលកូនឈឺម្ដងត្រូវចំណាយលុយច្រើនដេកពេទ្យធប់ហើយពេលនៅផ្ទះអញ្ចឹងអីក៏អត់មានលុយប្រចាំខែដូចគេការចុះឈ្មោះតាមអេបស្រួលចំណេញពេលវេលាហើយមិនបាច់រកឯកសារច្រើនមិនបាច់យើងទៅប្រឈមមុខជាមួយអាជ្ញាធរអាចចុះនៅទីណាក៏បានឲ្យតែមានអ៊ីនធឺណិតងាយស្រួលចំណេញពេលវេលាទៀតចាក្នុងនាមខ្ញុំជាអាជ្ញាធរនឹងពេលដែលឃើញបងប្អូន2នាក់នឹងក៏ចុះផ្សព្វផ្សាយអញ្ចឹងណាលោកគ្រូសប្បាយចិត្តដែលយើងចុះផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់កាន់តែខ្លាំងកាន់តែច្រើនចាដើម្បីក៏បានយល់ដឹងពីការផ្សព្វផ្សាយគម្ពីរសង្គមនេះចាហើយឲ្យប្រជាពលរដ្ឋចំនួនក៏បានយល់ដឹងពីការធ្វើពាក្យសំណើសុំធ្វើបានសមត្ថភាពហើយនឹងបានបសសចាប្រជាពលរដ្ឋមួយចំនួនគាត់បានយល់ដឹងឬតែគាត់និយាយថាខ្លះគាត់ប្រជាពលរដ្ឋធម្មតាទេប៉ុន្តែគាត់ទៅធ្វើបានបសសដើម្បីទុកមើលថែជំងឺពេលដែលគាត់ចូលពេទ្យអញ្ចឹងដល់ពេលសួរថាដល់ពេលខ្ញុំសួរគាត់ថាមិនបានដឹងថាធ្វើបានបសសប្រជាពលរដ្ឋម៉ែទៅបានទេខ្ញុំត្រូវនិយាយលេងមើលគាត់អញ្ចឹងណាធ្វើបានតែអ្នកដែលគេធូរធារទេអ្នកដែលឲ្យដូចថាអញ្ញាធัวនិយាយរួមទៅក៏អញ្ញាធัวគាត់អាចធ្វើបានយើងជាពលរដ្ឋធម្មតាយើងមិនធ្វើបានគឺបើគេចុះផ្សព្វផ្សាយពីរឿងបានសមត្ថភាពរឿងបានបសសហ្នឹងបានខ្ញុំថាបានយល់ដឹងអញ្ចឹងល្អហើយបានក៏ដើម្បីក៏ទៅធ្វើបានបសសដើម្បីទុកព្យាបាលជំងឺរបស់គាត់ចាសម្រាប់យើងខ្ញុំគិតថាមានសារៈសំខាន់បំផុតដែលជាពលរដ្ឋគិតដាក់ពាក្យសំណើសុំតាមប្រព័ន្ធអេបវាងាយស្រួលលើពួកខ្ញុំពេលដែលឃើញឈ្មោះគាត់ភ្លាមក៏អញ្ចឹងក៏យើងចុះសុភាគាត់ចាដល់ថ្ងៃ5ខែ3និយាយបាត់សម្រាប់ខែ2ចាយ៉ាងមួយខែនាងខ្ញុំនិងក្រុមការងារបានចោះចែកខិត្តប័ណ្ណដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន2គឺមានឃុំពោហើយនិងឃុំប្រមេដោយចោះចែកបានចំនួន382គ្រួសារនិងចោះឈ្មោះចូលក្នុង App Public ID ពោបានចំនួន20គ្រួសារក្នុងចំណោម20គ្រួសារហ្នឹងមានប្រជាពលរដ្ឋចំនួន17គ្រួសារដែលឃុំសង្កាត់គាត់បានចោះទៅសម្ភារហើយនឹងទទួលបានសមត្ថភាពហ្នឹងតាំង17គ្រួសារហើយនៅពេលដែលសល់3គ្រួសារទៀតគឺឃុំសង្កាត់គាត់បានអនុម័តឲ្យប៉ុន្តែគាត់ពុំទាន់បានចុះសម្ភារនៅឡើយទេក្នុងនាមខ្ញុំជាយុវជនដែលបានចុះឈ្មោះប្រជាពលរដ្ឋទាំង20គ្រួសារនោះចូលទៅក្នុង app ហើយបានទទួលការគាំទ្រពីអាជ្ញាធរឃុំដោយគាត់បានអនុម័តឲ្យសម្ភារហើយក៏ដូចជាឲ្យប្រជាពលរដ្ឋទាំងអស់នោះទទួលបាននៅបានសមត្ថភាពគឺនាងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយហើយនឹងត្រេកអរចំនួនប្រជាពលរដ្ឋមែនតើបានមកអត់គ្នាទេបើបាត់អញ្ចឹងទៅសាលាឃុំទៅហើយចាខ្ញុំចង់ស្នំពរទៅដល់បងប្អូនជាពលរដ្ឋដែលគាត់ចេះប្រើប្រព័ន្ធ app ហ្នឹងនោះថាគាត់មើលតាមឃើញតាមប្រព័ន្ធ app អញ្ចឹងណាគាត់ដែលគាត់ប្រើទូរស័ព្ទទំនើបគាត់ឃើញហ្នឹងបើមិនថាគាត់មានការខ្វះខាតហើយគាត់មកសុំឲ្យគាត់ដាក់ពាក្យសំណើសុំតាមប្រព័ន្ធ app ហ្នឹងក៏បានដែរចាបើគាត់អត់ដាក់ពាក្យសំណើសុំតាមប្រព័ន្ធ app ឲ្យគាត់ទៅសាលាឃុំផ្ទាល់ឬក៏មានភូមិផ្ទាល់ចានឹងសុំទៅខាងថ្នាក់លើថ្នាក់លើយកចោលដើម្បីចង់ឲ្យគាត់ផ្សព្វផ្សាយបន្តទៀត
ហាត់បរិញ្ញាគាត់ចេះប្រើអាហ្នឹងណាព្រោះអីជាពលរដ្ឋយើងមួយចំនួនតិចទេដែលគាត់ចេះតែមួយចំនួនច្រើនគាត់មិនសូវយល់មិនសូវចេះទេសូម្បីតែខ្ញុំក៏មិនសូវយល់បានដែររឿងតាមអេបហ្នឹងតើតែគេប្រាប់ឲ្យខ្ញុំបានដឹងខ្លះៗអញ្ចឹងបានយល់តិចដែរ